បាទជំរាបសួរតេជន់ដែលមានតម្រូវការប្រើប្រាស់ solar ជាប្រភេទ inverter hybrid DI តែកម្លាំងរបស់វាប្រភេទនេះ12គីឡូចឹងយើងរៀបជាមួយនឹងគុយ Vision Mark LV Topson 300 ampere ពីរគ្រាប់វាស្មើនឹង30គីឡូបាទបងនេះជាភ្លើងយើងកំពុងប្រើភ្លើង solar ប៉ុន្តែតែគាត់អត់ទាន់ឲ្យប្រើតិចតួចចូលវាលោតតែ50បាត់ទៅហើយ solar យើងរត់មក3 string មាន ATS នេះប្រើចំណេញអាចសាក់ឡានបានតាមឡានឆ្នាំងវាតាម32 ampere 7គីឡូក្នុង1ម៉ោងវាអាចសាក់បាន inverter នេះ12គីឡូអញ្ចឹងកម្លាំងវាស្មើនឹង54 ampere